Yo, số đây là đang hay trong bà cừu số mà thêm nói cho bao nhiêu đường ăn mày được cảnh trả một tiết hai mở cho chú anh hết tổ sna công sản riêng mà cứ miền nơi chọn nòng chương tha the way out the house bên và đào này sẽ riêng lên năng kia có hai ông pi brom này để mở căn có thể cái làm tiền để con mà cứ miền nơi chung một tha tao sâu còn áo kha cho mình pe lời du tạt xu rồi bao nhiêu còn năng của bạn thưa ca độ cồn của bạn có đã cho không có bài cút tao mau còn năng của bạn thưa ca độ cồn của bạn đang thưa ca thưa một hồ bố nàyដោយប្រើយកពេលតែផ្លានទេតាសួររបស់យើងគាត់នឹងក៏បានធ្វើការធ្វើបានជាមួយនឹង bento មួយដែលជាអាហារពេលព្រឹកប្រពន្ធរបស់គាត់រៀបចំរួចរាល់ហើយតាសួរគាត់នឹងក៏ឆ្លៀតថតផងណាកំឡុងពេលកំពុងតែថតហ្នឹងប្រពន្ធរបស់តាសួររបស់យើងគាត់នឹងក៏បានធ្វើការញ៉ាំដល់ទៅធ្វើការតាសួររបស់យើងគាត់នឹងក៏បានធ្វើការឲ្យប្រពន្ធគាត់ចូលបានដើម្បីយក bento ទៅញ៉ាំណាក៏ប៉ុន្តែគាត់ជាចោលភ្លាមណាប្រពន្ធរបស់គាត់ក៏ទៅបាត់តែម្ដងឃើញអញ្ចឹងភ្លាមហ្នឹងតាសួររបស់យើងគាត់នឹងក៏បានធ្វើការមកលេងមួយឆ្មារបស់គាត់ទៅដែលឃើញថាឆ្មាគាត់ឃ្លាហ្នឹងគាត់នឹងក៏បានធ្វើការហៀបយកចំណីដាក់ OVC ក៏ប៉ុន្តែភ្លាមហ្នឹងប៉ុន្តែតាសួររបស់យើងគាត់នឹងក៏បានឃើញប៉ុន្តែថាគឺថាគាត់នឹងគឺភ្លេចយក bento ឲ្យប្រពន្ធរបស់គាត់កុំឲ្យខាតជាមួយពេលវេលាយូរតាសួររបស់យើងគាត់នឹងក៏បានធ្វើការហៀបចំវេចខ្ចប់ដាក់ឲ្យប្រពន្ធរបស់គាត់ទៅដែលមើលទៅកាន់កៅចោលរបស់គាត់ទៅពិតជាលើហាំតែនបាទម្លងពេលជីកង់យក bento ទៅឲ្យប្រពន្ធរបស់គាត់នឹងមានណាប៉ូលីសក៏បានធ្វើការស្កាត់គាត់លេងដែរមូលហេតុដែលថាប៉ូលីសហើយក៏ឈប់នឹងគឺដោយសារតែការវេចខ្ចប់ bento របស់គាត់មកទៅវាសង្ស័យវិញមើលជាមួយនឹងមុខរបស់តាស៊ូយូរទៅប៉ូលីសគាត់នឹងក៏មានជាមួយនឹងការភ័យខ្លាចផងដែរគោដោយសារតែតាស៊ូរបស់យើងគឺជាមេហ្គេមមួយដែលគាត់នឹងគឺវាយគេតែឯងខ្ញុំដឹងថាម្នាក់វាយ10ក្រុមដែលគាត់គឺវាយគេតែឯងតែអត់មានប៉ាកាភ្លើងទេអ្វីដែលកាន់តែផ្សេងគាត់នឹងក៏ទទួលបានឈ្មោះហ្នឹងគឺមានឈ្មោះថា Dragon Immortal ដែរហើយភ្លាមៗតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការដកឲ្យចេញពីខ្លួនរបស់គាត់ដែលគាត់ឃើញភ្លាមៗគាត់នឹងក៏មានចំការភ័យខ្លាចដែរក៏ប៉ុន្តែអ្វីគាត់យកមកគឺជាគូប៉ោងហ្នឹងដែលជាគូប៉ោងចុលម្លាយទៅដកមកភ្លាមគាត់នឹងក៏បានធ្វើការបកគោលឲ្យប៉ូលីសទៅហើយគាត់នឹងក៏បានធ្វើការជីកង់យក bento ទៅឲ្យប្រពន្ធមកក្បាត់បន្តពីនោះមកហ្នឹងគេក៏បង្ហាញអំពីលោកអ៊ំម្នាក់ដែលគាត់នឹងមិនគឺជាអ្នកលក់កូនកំបិតហ្នឹងទៅផ្ទះដែលគាត់ឲ្យដំបូងគេហ្នឹងគឺជាផ្ទះរបស់តាស៊ូរបស់យើងគ្រាន់តែចូលទៅដល់ផ្ទះភ្លាមលោកពូលោកកូនកំបិតគាត់នឹងក៏បានធ្វើការណែនាំខ្លួនរបស់គាត់ទៅកាន់តាស៊ូណាប៉ុន្តែមើលទៅកាន់តាស៊ូរបស់យើងវិញមើលកាន់មុខគាត់ទៅពិតជាមើលខ្លាំងមែនទែនអ្វីដែលកាន់ពិសេសកំបិតគាត់គឺប្លាក់ជាមួយឈាមទៀតគឺពណ៌ខំដូចឈាមណាភ្លាមនឹងប្រហែលលោកពូលោកកូនកំបិតគាត់នឹងក៏បានធ្វើការណែនាំកំបិតទៅកាន់សត្វស៊ូរបស់យើងឃើញអញ្ចឹងព្រោះហ្នឹងតាស៊ូគាត់នឹងក៏បានធ្វើការយកកបិតនឹងមកទេសសាយថាវាស៊ូផាអត់ចឹងតែហើយហ្នឹងតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការស៊ូទៅកាន់លោកពូលោកកូនកបិតថាតែគាត់នឹងគឺជាអ្នកស្កែមតែថាអ្នកបោកមែនតែថាគាត់នឹងល្បីថាអ្នកតាមហ្នឹងគឺសម្បូរអ្នកលោកកូនកបិតបោកចឹងទៅលឺអញ្ចឹងភ្លាមលោកពូលោកកូនកបិតគាត់នឹងក៏បានធ្វើការបដិសេធណែឃើញអញ្ចឹងភ្លាមតាស៊ូរបស់យើងគាត់នឹងក៏បានធ្វើការដកកបិតចលោក៏លេងថាលេងសាកលេងអត់អ្វីដែលថាតាស៊ូរបស់យើងសាកធ្វើហ្នឹងគាត់នឹងក៏បានយកកបិតហ្នឹងទៅធ្វើការឆ្អិនម្ហូបសាទៅដោយប្រហែលជាពេលដល់ផ្លាដែរគាត់នឹងក៏បានធ្វើការធ្វើបានជាមួយនឹងម្ហូបមួយផងណាឃើញអញ្ចឹងភ្លាមលោកពូលោកកូនកបិតគាត់នឹងក៏បានធ្វើការផ្លុកជាមួយម្ហូបរបស់តាស៊ូលេងទៅដោយគ្រាន់តែធ្វើតែអម៉ាន់ទេមែនលោកពូរបស់យើងក៏នឹងក៏បានធ្វើការស្មើសម័យពីហ្នឹងទៅតែម្ដងបាទបន្តពីញ៉ាំហើយព្រមហ្នឹងលោកពូលោកកូនកបិតក៏នឹងក៏ចាប់ដើមឆ្ងល់ដែរថាគាត់នឹងគឺមកទៅគាត់នឹងគឺមកញ៉ាំម្ហូបមែនតែថាគាត់នឹងគឺមកកូនកបិតទេក៏ប៉ុន្តែត្បាញជាមកភ្លុកម្ហូបវិញចំណែកតាស៊ូរបស់យើងវិញគាត់នឹងគឺពិតជាអង្គុយឌឺហ្នឹងមែនទេអង្គុយឌឺលោកពូយើងម្ដងចំណែកលោកពូយើងវិញគាត់នឹងក៏បានគេក្នុងចិត្តដែរថាគាត់នឹងគឺមកលក់កូនកបិតបើជាមកញ៉ាំអីវិញដល់ក៏បន្តមកហ្នឹងគេបង្ហាញពីបរមនេះដែលគាត់នឹងគាត់គឺត្រូវបានគេគប់ចេញពីហាងដែលគាត់មិនដែរគឺមានឈ្មោះថាម៉ាសមូលហេតុដោយសារគាត់រកគាត់ហ្នឹងគឺដោយសារតែមេរបស់គាត់នៅក្បែរជាបាច់ខ្លួនតែម្ដងដែលជាតាត់ស៊ូរបស់យើងហ្នឹងឯងកំពុងតែនិយាយនឹងមានតាត់ស៊ូនៅកណ្ដាលមុខគាត់ទៅម្ដងមកដែលថាតាស៊ូរបស់យើងគាត់នឹងក៏បានធ្វើការមកទិញម្ហូបឯហ្នឹងបងបោកកៅធម្មតាទៅដែលគាត់នឹងក៏មានខ្វល់អំពីម៉ាសាដែលគាត់គឺជា VA ហ្នឹងទៅឃើញថាម៉ាសាយើងច្រើនពេកតាស៊ូរបស់យើងគាត់នឹងក៏បានធ្វើការហៅម៉ាសាទៅកន្លែងទៀតផងណាកន្លែងតាស៊ូរបស់យើងនាំមកគឺជាកន្លែងបង្រៀនធ្វើម្ហូបបន្តពេលមុនហ្នឹងតាស៊ូរបស់យើងក៏នឹងក៏បានធ្វើបានជាមួយនឹងម្ហូបមួយផងដែរឃើញអញ្ចឹងព្រមហ្នឹងនៅកន្លែងហ្នឹងក៏បានធ្វើការអាសាក៏ទៅហើយក៏បានតាត់ដែរគាត់ផងដែរចំណែកម៉ាសាយើងវិញក៏នឹងក៏បានធ្វើការគួចកឲ្យទៅកាន់តាស៊ូរបស់យើងទៅធ្វើតែគាត់នឹងគឺធ្វើគេម៉ែមានងារសុត្រាកននៅមកថតដល់ចេញមកធ្វើម្ហូបអីណាភ្លាមហ្នឹងតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការចាត់ដៃទៅកាន់ម៉ាសាទៅបន្តមកក៏នឹងក៏បានថាទៅកាន់ម៉ាសាថាឥឡូវមិនដែរក៏នឹងគឺតួបានងារថ្មីគឺជាបុរសមេផ្ទះវិញម្ដងដូច្នេះក៏នឹងក៏ប្រើអំពើហិង្សាទៀតហ្នឹងទេលើអញ្ចឹងហ្នឹងម៉ាសារបស់យើងក៏នឹងក៏បានធ្វើការសើចទៅបន្តវិស័យក៏នឹងក៏បានធ្វើការបោកចានថាម្ហូបរបស់តាស៊ូយើងចោលទៅគាត់បោកភ្លាមណាតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការបោកម៉ាសាទៅខៅតមកក៏នឹងក៏បានតែកភ្លៀងតែម្ដងឃើញអញ្ចឹងភ្លាមហ្នឹងម៉ាសារបស់យើងក៏នឹងក៏បានធ្វើការស្អីទៅកាន់តាស៊ូទៅថាគាត់នឹងកើតប្រើពើហិង្សាទៅមិនតែកភ្លៀងគាត់អញ្ចឹងលឿនអញ្ចឹងហ្នឹងពួកគេទាំងពីរក៏បានធ្វើការជប់វាយគ្នាមកធ្វើការបោះសម្អាតកញ្ចក់ដែលគេវាយបែកវិញទៅបន្តពីនោះមកហ្នឹងគេក៏បង្ហាញអំពីតាស៊ូរបស់យើងថាឥឡូវហ្នឹងគាត់ទទួលបាន target ថ្មីដែលគាត់គឺទៅទិញរបស់ថ្មី
ពេលដែលជិះតាមផ្លូវតាស៊ូរបស់យើងក៏នឹងក៏រៀបបុកជាមួយឆ្មាណែក៏ប៉ុន្តែគាត់គេពីឆ្មាបើជាបុកចូលឡានគេទៅវិញសំខាន់ណាស់ក្នុងឡានដែលគាត់បុកហ្នឹងគឺជាហ្គេមមួយចង់វាយគាត់ដែរអញ្ចឹងផ្លូវតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការហត់តែម្ដងទៅហើយប្រូពីអ្នកជាហ្គេមហ្នឹងគាត់នឹងក៏បានធ្វើការដេញតាមតាស៊ូរបស់យើងផងណាពេលដែលចូលដល់ផ្សារភ្លាមហ្នឹងតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការកម្រើពួកគេទាំងពីរគឺឈរប្រហាក់នៅម្ខាងទៀតដើម្បីយកអីវ៉ាន់គាត់គប់ឲ្យទៅបន្តប៉ុណ្ណឹងសង្គ្រាមដណ្ដើមអីវ៉ាន់ក៏បានចូលមកដល់មកថាតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការដណ្ដើមអីវ៉ាន់ជាមួយអ្នកនៅហ្នឹងទៅដណ្ដើមហើយតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការមកស្អីឲ្យប្រូពីហ្នឹងទៅថាពួកគេទាំងពីរអត់ប្រយោជន៍ខ្លាំងតែអីគេដណ្ដើមមួយថ្ងៃបានអីគេបានតែអាវហើយនឹងស្រោមជើងសំណៃគាត់នឹងចង់មករបស់មកកណូទៅយកបានតែព្រោះឯកាមតែនោះដែលថាតាស៊ូរបស់យើងគឺគាត់នឹងស្ដីឲ្យយកទៅម្ដងថាពួកគេទាំងពីរមិនដែលស្គាល់គ្នាទេគាត់ស្អីឲ្យគេណាលើអញ្ចឹងភ្លាមណាពួកគេក៏បានធ្វើការដកកំភ្លើងចូលទៅកាន់តាស៊ូរបស់យើងទៅថាស្អីគេភ្លាមនឹងប្រហែលតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការចាប់បោកប្រូនឹងផងដែរបោកហើយនឹងប្រហែលប្រូសក់ពលលឿនក៏នឹងក៏ឆ្ងល់ដែរមិនបានទៅស្រោមដៃនៅដៃគាត់វិញលើអញ្ចឹងតាស៊ូរបស់យើងក៏បានប្រាប់ទៅថានៅខាតគឺជាអ្វីក៏នឹងពាក់សំដៃលេងណាក្រំតែយើងភ្លាមណាប្រូសក់ពលលឿនក៏នឹងក៏បានធ្វើការសម័យដែលគាត់នៅវិក្មេងដែលថាមិនចឹងដែរដែលថាម្ដាយរបស់គាត់ក៏បានធ្វើការសំដៃពាក់ឲ្យគាត់លេងទៅដើម្បីកុំឲ្យគាត់ជាយ៉ាងទៅណាត្រម៉ែហើយប្រូសក់ពលលឿនក៏នឹងក៏បានធ្វើការសែលដែរក៏នឹងក៏បានធ្វើការនឹកដល់ម៉ាក់កយទៅបន្តពីនោះមកតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការប្រតិកម្មទៅថាប្រពន្ធរបស់គាត់គឺជាអ្នក design ដែលជាអ្នករកលុយចំថ្ងៃគាត់ទៅដែលប្រពន្ធរបស់គាត់គឺមានឈ្មោះថាមីគូដូចតែយើងបានឃើញថាតាស៊ូរបស់យើងគឺជាបុរសនៃផ្ទះដូច្នេះគាត់នឹងក៏ធ្វើម្ហូបឲ្យប្រពន្ធរបស់គាត់ទៅតែគាត់អត់មានចំណូលទេអ្វីដែលគាត់ទិញមិនដែរគឺតុក្កតាមួយដើម្បីឲ្យប្រពន្ធរបស់គាត់ទៅកុំឲ្យកាប់ពេលវេលាតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការដើរសួរទៅកាន់អ្នកលក់ហ្នឹងដែលថាតំបងគេគាត់និយាយគឺថាកុំឲ្យហ្នឹងគឺនិយាយហើយកុំឲ្យមកមុខគាត់ទៅតែថាគាត់នឹងកើតឲ្យគេនិយាយឲ្យគេមកគាត់ឲ្យចុះគេឆ្លើយមិនទៅតកបន្តមកនឹងតាស៊ូរបស់យើងក៏បានសួរទៅកាន់អ្នកលក់ទៅថាគាត់ហ្នឹងគឺមានជាមួយនឹងតុក្កតាPolypod ទេអត់តែជាតុក្កតាគេល្បីបែបណាលើអញ្ចឹងខ្លួនអ្នកលក់ហ្នឹងក៏នឹងក៏បានធ្វើការប្រហែលទៅកាន់តាស៊ូទៅថាគាត់ហ្នឹងប៉ុន្តែគឺ recommend ជាមួយនឹង3 version ដែលជា version ទី1 version ទី2 version ទី3ហ្នឹងដែលថា version ទី2គាត់នឹងគឺគួរយកទៅសារទៅវាគឺជា version 1ទៅវាដូចតែគ្នាហ្នឹងដែលថា version ទី1 version ទី2 version ទី3គឺដូចតែគ្នាទេគាត់ឲ្យយកណាក៏បានដែរបើតាមគាត់ recommend គាត់នឹងគេឲ្យយកទាំង3ហ្នឹងទៅប៉ុន្តែបើតាមអ្វីគាត់ចង់ឲ្យហ្នឹងគឺឲ្យយកទី2ទី1ទៅវា low ជាងក៏ប៉ុន្តែទី3វាកឹងកឡយផងដែរដែលថានិយាយតាស៊ូរបស់យើងស្ដាប់មួយថ្ងៃស្ដាប់យល់ទេបាទឃើញថាពេលហ្នឹងអត់ដឹងពេលហ្នឹងនិយាយពីអីទេស្ដាប់យល់ទៅទៅតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការដកកាបូបលុយពេលហ្នឹងគឺយកមកអាល្អជាងគេឲ្យគាត់លោកយប់ឡើងនៅប្រពន្ធរបស់គាត់ក៏បានធ្វើការចេញមកពីធ្វើការដែរគាត់ចេញធ្វើការភ្លាមមានតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការបោះស្មារតីគាត់ឲ្យបន្តក៏នឹងក៏បានយកថាយកប្រដាប់ scan នេះដល់ក៏គ្រាន់តែចូលត្រង់ផ្ទះភ្លាមមីគូក៏នឹងក៏មានជាមួយការចាប់អាមតែគាត់នឹងក៏នឹកស្មានថាចូលមកតាស៊ូរបស់យើងរៀបអីពេញហ្នឹងភ្លាមនឹងដែរតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការដកនំខេកមកដើម្បី Happy Birthday ទៅកាន់ប្រពន្ធរបស់គាត់ទៅដែលថាមើលកាន់មុខគាត់ទៅបាទពឺមុខរបស់គាត់ដល់ក៏ដែលថាពិធី birthday តាស៊ូរបស់យើងធ្វើមកគឺធ្វើដូចជាគេសុំតំណែងក្នុងក្រាំងយ៉ាកូសាណា birthday ធម្មតាក៏ធ្វើជាមក style យ៉ាកូសាហើយតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការដក present ដែលជាកាដូគាត់នឹងទិញថែមមិញឲ្យទៅកាន់ប្រពន្ធរបស់គាត់ទៅកាដូតាស៊ូវាទិញឲ្យគឺជាកាដូ Polypod ដែលគាត់និយាយមួយម្ចាស់ហាងហើយដែលថាឃើញភ្លាមប្រពន្ធរបស់គាត់គឺពិតជាសប្បាយច្រើនតែថាតាស៊ូរបស់យើងគឺទិញរបស់តែគាត់នឹងចង់បានណាក៏ប៉ុន្តែអាហ្នឹងក៏មានមួយហ្នឹងឃើញថាទិញរបស់ខោតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការឲ្យកបិតមកគៀវកាត់ដៃគាត់ចោលដែរភ្លាមម្ដាយមែនណាប្រពន្ធរបស់គាត់ក៏បានធ្វើការគាត់ក៏មកដៃចេញខាងផ្ទះម្ដងថាប្រពន្ធរបស់គាត់ពិតជាមានកម្លាំងខ្លាំងណាស់តែមកលោស្អែកឡើងតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការប្រាប់ឲ្យឆ្មារបស់គាត់នឹងធ្វើការយាមផ្ទះផងទៅតែឆ្មារបស់គាត់គឺមានឈ្មោះថា Gin ក្រនតាស៊ូយើងវិញភ្លាមមែនណាឆ្មារបស់គាត់ក៏បានធ្វើការដើរលេងតែម្ដងឡងពេលដើរលេងហ្នឹង Gin ក៏នឹងក៏បានធ្វើការមើលឃើញជាមួយឆ្កែមួយផងដែរបើយើងមើលទៅកាន់ឆ្កែនោះក៏បានឃើញថាឆ្កែហ្នឹងគឺវាគឺបានចប់ខ្សែទៅវារុំពេញហ្នឹងចប់ខ្សែទៅនឹងកើតហើយឆ្កែហ្នឹងបើដែរគឺមានឈ្មោះថា Elizabeth ឃើញអញ្ចឹងផ្លូវហ្នឹង Gin ក៏នឹងក៏បានធ្វើការសួរសុខទុក្ខទៅកាន់ឆ្កែដើម្បីវាចប់អញ្ចឹងហើយឆ្កែហ្នឹងបានប្រហែលផលដោយសារតែវាគឺតាមបាត់លេថាវាហ្នឹងគឺរត់តាមមេបើទៅវាដឹងមិនទេបាច់ហៅអាការដូចរុំពេញហ្នឹងទៅនិយាយចប់ហើយមានណាឆ្កែហ្នឹងក៏បានធ្វើការរុំបន្ថែមទៀតម្ដងភ្លាមហ្នឹងផងដែរ Gin ក៏នឹងក៏បានធ្វើការមើលឈ្មោះទៅកាន់ឆ្កែទៅតែឃើញដែរឆ្កែហ្នឹងដែរគឺមាននៅឈ្មោះថា Elizabeth លើថា Elizabeth ភ្លាមណា Gin ក៏នឹងក៏បានធ្វើការសើចផងដែរបន្តពីសើចអស់ចិត្តហើយ Gin ក៏នឹងក៏បានធ្វើការបាយ Elizabeth ទៅវិញទៅ
ហើយសាច់រឿងដ៏កញ្ចាស់របស់យើងគឺមានតែប៉ុណ្្នឹងទេណាពីខ្ញុំបាទគ្រូសូវ៉ា Goodbye というわけでサービスショットいやどこ向いてんだどこーあバカには見えないカメラ裸だけにってか